Hello everyone បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរយើងមកបន្តរៀនធ្វើលំហាត់ជាបន្តទៀតតែថ្ងៃនេះយើងរៀនធ្វើលំហាត់ត្រៀមប្រឡងថ្នាក់ទី9ទាំងអស់គ្នាអូខេអញ្ចឹងយើងកុំឲ្យខាត់ពេកតែសូមចូលទៅលំហាត់ទាំងអស់គ្នាបាទឥឡូវយើងចូលមកដល់លំហាត់របស់យើងហើយដែលលំហាត់នេះគឺនិយាយអំពីវិញ្ញាសាត្រៀមប្រឡងថ្នាក់ទី9ឬយើងហៅថាប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិដែលវិញ្ញាសានេះគឺគេរៀបចំនៅថ្ងៃទី2ខែកញ្ញាឆ្នាំ2024កាលពីឆ្នាំមុនប៉ុន្តែមិនមែនជាវិញ្ញាសាដែលចេញប្រឡងរបស់ក្រសួងទេគឺជាវិញ្ញាសាដែលគេរៀបចំឡើងសម្រាប់បងប្អូនរៀនត្រៀមសម្រាប់យើងមកសិក្សារៀនត្រៀមប្រឡងទេមិនជាក្របខ័ណ្ឌរបស់រដ្ឋទេអូខេតោះខ្ញុំខាងលើគឺវារូបរាងនៅពេលដែលយើងប្រឡងជាក់ស្ដែងគឺវាស្តៀងគ្នាទេខាងលើនឹងអញ្ចឹងសំខាន់ណាស់ខាងលើហ្នឹងគឺត្រូវទី1ពេញនាមតកូលនិងនាមខ្លួនហើយថ្ងៃខែឆ្នាំកំណើតហត្ថលេខាសម្រាប់កន្លែងបន្ទូនេះគឺគ្រូជាអ្នកដាក់ទេអញ្ចឹងកន្លែងនេះគឺត្រូវបំពេញហើយអនុរិយនេះគឺអនុរិយគាត់អ្នកបំពេញទេអូខេតោះអញ្ចឹងខ្ញុំសូមមិនទៅលម្អិតខ្លាំងទេទៅលើក្បាលលើហ្នឹងគឺខ្ញុំសូមចូលទៅសាច់នៃលំហាត់យើងតែម្ដងបាទលំហាត់ដោយទី1គឺគេឲ្យយើង complete the text with the words in the box លំហាត់ទី1គឺរមាំងមួយគេឲ្យយើងចូលបំពេញអត្ថបទខាងក្រោមដោយប្រើប្រាស់ពាក្យនៅក្នុងប្រអប់នេះគេឲ្យយើងយកពាក្យ5ពាក្យនេះទៅបំពេញអត្ថបទនេះប្រឡោះទីលេខ1លេខ2លេខ3លេខ4និងលេខ5អញ្ចឹងតើប្រឡោះទី1បំពេញពាក្យអីប្រឡោះទី2បំពេញពាក្យអីប្រឡោះទី3បំពេញពាក្យអីទី4បំពេញពាក្យអីទី5បំពេញពាក្យអីចឹងទៅក្នុងចំណោមពាក្យ5ពាក្យនៅក្នុងប្រអប់នេះអូខេអញ្ចឹងតោះយើងចូលទៅអានទាំងអស់គ្នាយើងអានមកប្រើសិនមកគេថា Hi my name is Hieng សួស្តីឈ្មោះរបស់ខ្ញុំគឺ Hieng I like playing ប្រឡោះខ្ញុំលេងខ្ញុំចូលចិត្តលេងណា and I have to own lots of សំទោស and I have own lots of សំទោសរៀងតូចតិចរៀងពិបាកមើលតិចណាជាសាយផងតោះអូខេមកសូមខ្ញុំសូមបន្តទៀតចា៎ Hi my name is Hieng សួស្តីឈ្មោះរបស់ខ្ញុំគឺ Hieng I like playing ខ្ញុំចូលចិត្តលេងអញ្ចឹងលេងអីកន្លែងនេះគេទុកឲ្យមកពេញ and I have own lots of medal for running ហើយខ្ញុំមានមេដាយផ្ទាល់ខ្លួនជាច្រើនសម្រាប់កីឡារត់ប្រណាំង running A lot of people ask me how I stay so fit មនុស្សជាច្រើនសួរខ្ញុំថាតើរស់នៅយ៉ាងណាឬក៏សួរខ្ញុំថាអំពីរបៀបនៃការរស់នៅឲ្យមានសុខភាពល្អ stay so fit ឡើងណាបាទ Well I exercise every day and I eat earth ជាការពិតណាខ្ញុំធ្វើលំហាត់ប្រាណឬក៏ខ្ញុំហាត់ប្រាណជារៀងរាល់ថ្ងៃហើយខ្ញុំញ៉ាំអីគេ diet កន្លែងហ្នឹង diet អូខេ diet First you should always have a ជាដំបូងអ្នកគួរតែមានកន្លែង have មានអញ្ចឹងមានអីបំពេញចុច of healthy food in your fridge អូខេអាហារសុខភាព healthy food អាហារសុខភាពនៅក្នុងទូទឹកកករបស់អ្នក There are មានណាចុច of carrots and potatoes មានអីនេះការ៉ុតជាច្រើនហើយនឹងដំឡូងជាច្រើន potatoes You should always have some vegetables អ្នកគួរតែមាននៅបន្លែមួយចំនួនThey are nutritious
and contain lots of vitamin which helps your body to work properly. Okay, chẳng cái này cái thà nutrition ra thằng mấy nutrition nutritionist nó cái bài thà aharupathom và về contain là những cái miền sphere ai mà nó bị hẹp này cái này những bộ bài thằng miền vitamin lại nó những cái vitamin properly. Okay, properly to work properly. Đại xóm rùng á. Okay, properly. Chẳng cái này mà ví dụ như cái thà quốc kế miền nơi aharupathomហើយមាននៅជាតិវីតាមីនដែលជួយឲ្យរាងកាយរបស់យើងនឹងដំណើរការទៅឲ្យរលូនដំណើរការទៅឲ្យសមស្របចឹងទៅ properly. You shouldn't have any fast food. អ្នកមិនគួរ have មិនគួរញ៉ាំ fast food ម្ហូបដែលឆ្អិនស្រាប់ណា fast food like a pizza or គេឡើងនេះដូចជា pizza ឬក៏ស្អីចឹងទៅនេះពាក្យ5នេះ they contain lot of fat. Okay, fat នេះ contain lot of fat ដែលអាហូបសពទាំងអស់ហ្នឹងញ៉ាំទៅវាធ្វើឲ្យនេះឡើងទម្ងន់ fat ឬក៏ជាតិខ្លាញ់ fat ហ្នឹងណាអាហ្នឹង fat ហ្នឹងគឺជាតិខ្លាញ់ អូខេតោះអូខេយើងសូមទៅបំពេញទាំងអស់គ្នាដែលសូមអានម្ដងទៀត Hi, my name is Hieng សួស្ដីឈ្មោះរបស់ខ្ញុំគឺ Hieng. I like playing នេះស្អីគេ hot dogs hot dog ហ្នឹងhot dog យើងញ៉ាំហ្នឹង plenty មានអូខេមានឬក៏មានជាច្រើនអូខេឬក៏សម្បូរបែបអញ្ចឹងទៅvà varieties variety នេះក៏ច្រើនដែរណាស់ច្រើនដែរប៉ុន្តែវាប្រើលក្ខណៈខុសគ្នារឿងពាក្យពីរហ្នឹង balance ស្មើភាពគ្នា balance sport កីឡាអូខេអញ្ចឹងកន្លែងនេះខ្ញុំលេងអីគឺ sport លេងមួយនេះគឺ sport កីឡាអូខេអញ្ចឹងលេងមួយគឺយើងបំពេញពាក្យថា sports អូខេ sport ទី1គឺបំពេញពាក្យsport អានេះសំទោស sport ស្ទេខុសហើយអូខេ sport ទី2តាយើងសូមទៅបន្តទៀតទី1គឺ sport ទី1គឺបំពេញវា sport អូខេ and I have own lots of medal for running ហើយខ្ញុំមានមេដាយតខ្លួនជាច្រើនសម្រាប់កីឡារត់ប្រណាំង running កន្លែងហ្នឹងសម្រាប់លើកីឡារត់ប្រណាំង A lot of people ask me how I stay so fit មនុស្សជាច្រើនសួរខ្ញុំអំពីរបៀបនៃការរស់នៅដើម្បីឲ្យមានសុខភាពល្អ Well, I exercise every day and I eat earth ជាការពិតណាស់ខ្ញុំធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃហើយខ្ញុំញ៉ាំ earth diet អីគេ diet earth អីអីគេកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺ earth នេះ varieties អូខេ varieties ឬក៏ varieties variety ហ្នឹងគឺ diet variety diet មានន័យថាម្ហូបអាហារចម្រុះមុខកន្លែងហ្នឹងណា diet ហ្នឹង variety diet ហ្នឹងគឺម្ហូបអាហារចម្រុះមុខអូខេអញ្ចឹងលេខ 2យើងមកពេញពាក្យ variety អូខេ varieties អូខេvariety អូខេ
ok ta dương xong một tờ tiết đo bánh đo cho mình lịch bì thì I eat a variety diet trong nhắm mà ha trong rau kia rồi có tràn vào phê chân tay lại nữa trong sầm nào lên trong first you should always have out chia được bao nhiêu từ từ miền A nè of healthy food in your fridge miền nơi ha so với phê nơi trong túi có đâu bạn nè chân miền này kỹ cái lại nè dương mấy dương pin sport high variety high để sau plenty hot dog hay nâng balance chẳng cái lại ní balance cứ mà việc ní plenty chán hot dog nung xay hot dog rồi có hot dog sắm hạt nhầm nè chẳng cái lại ní lấy bay ní cứ balance lấy bay balance ok lấy bay cứ balance chỉ tập bốn nè cô tại miền nơi ha sọc thêm đào xong rúng nơi cái nông tư tự có rồi mà nè ok balance of healthy food ok there are of carrots and potatoes miền nơi carrot chỉ chán hay đừng lâu chỉ chán chẳng lại buồn với những cái dân sao bị hot dog xoay nắng lentils ok chẳng tí buồn dương một bên phía lentil ok tí buồn anh em xong cho những mối ok tí buồn cứ lentil trà ok plenties of there are plenties of carrots and potato ok miền này carrot chỉ trà này nhưng rau chỉ trà you should always have some vegetables nè cô tại miền nơi bằng lai chỉ trà ok bằng lai chỉ trà there are xong tốt they are nutritious and contain lots of vitamins which help your body to work properly. Okay, properly. Phụ kiến cứ xong tao từ là ha tao nói nhỉ, miền cà rốt, miền nấm lâu, rồi có miền vegetable trong tay. Okay. Okay, phụ kiến miền nơi ha rùa thom, nè, nutritional cứ ha rụp thầm ok cứ chia ha rụp thầm hai về miền chiết vitamin đại chui ao viên cai bảo dưỡng thưa đồng nào tới đòi cái hơi thả property property nó để xa đòi luôn đòi sòng rung đòi miền nơi chia sạp theo tình trạng bên trên cái là trong sòng đào lên trắng đó nè ok ok chẳng lại đóng cái trong xong tao từ thời gian ca dư nó vì đông nào ca đào rồi luôn ok mình đây chẳng you shouldn't have any fast food ok like pizza or hot dog là sao từ mùi thế cứ hot dog chẳng nè mình cứ nhắm nơi fast food hộp ha đại ăn sạp rồi đôi chia pizza rồi có hot dog trong thì pram cứ dùng bình bia hot dog ok thì pram cứ hot dog ok thì ở lấy dương chọc rồi mang mùi hái dương xong cho từ rồi mang pì và đọt biết rồi mang pí in match the sentences cú cơm nơi bị dù cú cơm nơi bị dù chẳng vì cái ao dương A column A ní cứ miền pram hay column B ní cứ miền pram anh ấy cứ answer trong lào chẳng lấy muối trao đừng A B C D O E lấy B trao đừng A B C D O E chẳng tới ok trong tập dự án
Tí 1 if the players don't drink enough water ប្រសិនជាអ្នកលេងកីឡាមិនផឹកទឹកឲ្យបានគ្រប់គ្រាន់ទេ they will feel sick ពួកគេនឹងឈឺ he will get fat ពួកគេនឹងឡើងជាតិខ្លាញ់ឬក៏ធាត់សំដៅ he គាត់នឹងឡើងជាតិខ្លាញ់ឬក៏ធាត់ they will have more fibers fiber កន្លែងនេះគឺចង់និយាយពីសរសៃជាតិសរសៃយើងវាមានជីជាតិវាដំណើរការអីរលូនអញ្ចឹងទៅ fiber កន្លែងហ្នឹង more fiber អូខេពួកគេនឹងធ្វើឲ្យសរសៃរបស់យើងហ្នឹងដំណើរការល្អ they will dehydrate អូខេ dehydrate កន្លែងនេះគឺចង់សំដៅទៅលើគេហៅថាខ្សោះជាតិទឹកនៅពេលដែលយើងហាត់ប្រាណឬក៏យើងធ្វើការអស់កម្លាំងអីទៅញើសយើងវាជើងចេញញើសចេញអីអញ្ចឹងទៅគឺវាអស់ជាតិទឹកវាខ្សោះជាតិទឹកអីអញ្ចឹងកន្លែងនេះគឺចង់សំដៅលើអញ្ចឹង they will dehydrate អូខេ dehydrate they will win អូខេ they will win ពួកគេនឹងឈ្នះអូខេអញ្ចឹងទី1ប្រសិនជាអ្នកលេងកីឡាមិនផឹកទឹកឲ្យបានគ្រប់គ្រាន់ទេពួកគេនឹងខ្សោះជាតិទឹកអូខេអញ្ចឹងលេខ1គឺ D អូខេរម៉ាំង2ទី1គឺ D អូខេទី1គឺ D ទី2 if the players eat too much ប្រសិនជាអ្នកលេងកីឡាហ្នឹងគាត់ញ៉ាំច្រើនណា they will feel sick he will get fat they will have more fibers D នេះហើយមិញយើងពេញហើយ E they will win អូខេអញ្ចឹងប្រសិនជា player គាត់ញ៉ាំច្រើនពេកណា feel sick they will feel sick ពួកគេនឹងមានអារម្មណ៍ថា feel sick កន្លែងហ្នឹងមិនមែនឈឺណា feel sick កន្លែងចង់សំដៅទៅលើយើងងុយគេណាពីឆ្អែតទៅវាធ្វើឲ្យយើងមិនស្ដុកនៅក្នុងខ្លួនអីចឹងទៅ feel sick កន្លែងហ្នឹងចង់សំដៅលើកន្លែងហ្នឹងអូខេញ៉ាំច្រើនពេកគឺមានអារម្មណ៍អត់ល្អទេហើយធ្វើការឬក៏រត់អីក៏មិនកើតដែរអញ្ចឹងគេថាញ៉ាំច្រើនទេសម្រាប់អ្នកលេងកីឡាឬក៏សម្រាប់កីឡាករអូខេហៅថាកីឡាករអញ្ចឹងទី2គឺ A ទី 2A អូខេទី 2A ទី 3 if the players practice every day ប្រសិនជាអ្នកលេងកីឡាឬក៏កីឡាករអនុវត្តជារៀងរាល់ថ្ងៃអូខេ A ហើយ B he will get fat they will have more fibers okay E they will win អូខេអញ្ចឹងលេខ3គឺអក្សរ E ទី3គឺ E ទី4 if we set drinks too much soda អូខេ soda បើសិនជាពិសិដ្ឋគាត់ញ៉ាំ soda ច្រើនពេក too much ហ្នឹងគឺច្រើនពេកគាត់ប្រកាសជានេះឡើងជាតិខ្លាញ់នេះគឺ he will get fat អូខេ he will get fat ទាំងទី4គឺ B អូខេទី4គឺ B នេះ B ទី5ខចុងក្រោយគឺ if the player eat potato and carrot ប្រសិនបើ player អ្នកលេងកីឡាឬកីឡាករញ៉ាំដលងច្រើនហើយ carrot ច្រើននេះ they will have more fiber ពួកគេនឹងមាននៅសរសៃរបស់ពួកគេហ្នឹងគឺដំណើរការបានល្អ fiber មានជាតិសរសៃអូខេចំទី5គឺអក្សរ C អូខេចូលដល់រម៉ាំង3អូខេ